ខ្ញុំចង់បង្ហាញបងប្អូនថ្ងៃនេះអំពីសួនបន្លែក្រោយផ្ទះយើងអាចដាំបាននៅក្រោយផ្ទះអញ្ចឹងណាបងប្អូននៅអាមេរិកណាយើងទៅនេពីការងារអញ្ចឹងយើងដាំទៅមានដូចជាឃ្លោកទ្របស្អំអំបិលនៅយើងដាំនៅក្រោយផ្ទះយើងណាបងប្អូនហើយអាហ្នឹងដោយសារ neighbor ខ្លះគាត់អត់សូវប្រកាន់បើ neighbor ខ្លះគាត់ប្រកាន់គាត់មកយើងដាំទេបន្លែអស់ហ្នឹងណាហ្នឹងហើយដែលម្ដុំខ្ញុំនៅនេះគឺ neighbor គាត់ច្រឡគាត់អត់មាន complain អីទេហើយយើងដាំឲ្យដាំទៅបន្លែហូបផ្លែយើងមានជីមានអីចឹងណាមានជីនឹងវងមានអីចឹងទៅមានទ្របអីមានប៉េងប៉ោះមានខូលសុកគ្រៃគ្រាន់តែពេលណាយើងបានទៅផ្សារអញ្ចឹងយើងដោះតល់ពេលដែរហ្នឹងហើយអានេះគាត់ជាបន្លែយើងដាំកំសាន្តអារម្មណ៍ពេលយើងមកការងារហត់អូខេកុំភ្លេចsubscribe និងដាក់សញ្ញាកណ្ដឹងហើយនឹងមានវីដេអូបន្តទៀតអូខេបាយបាយ